រុនសួស្តីបងប្អូនបាទព្រឹកនេះដែរគឺខ្ញុំបានធ្វើคลิปវីដេអូបាទខ្លីៗចែកជូនដល់បងប្អូនបាទជាពិសេសគឺសម្រាប់បងប្អូនអ្នកដែលមានបញ្ហាឆ្អឹងខ្នងបាទអានេះគឺសំដៅយកឆ្អឹងខ្នងបងប្អូនព្រោះខ្ញុំតាំងចិត្តថាធ្វើคลิปវីដេអូនឹងជាច្រើនថ្ងៃមកហើយបាទក៏ប៉ុន្តែពុំមានពេលទំនេរបាទទើបតែព្រឹកថ្ងៃនេះដែរនៅពេលដែលខ្ញុំចូលមកធ្វើការបាទគឺខ្ញុំព្យាយាមធ្វើជាคลิปវីដេអូបាទសម្រាប់ចែកជូនដល់បងប្អូនបាទដើម្បីជាចំណេះដឹងបាទអញ្ចឹងអ្វីដែលខ្ញុំនឹងជម្រាបបាទសម្រាប់បងប្អូនដែលមានបញ្ហាបាទដូចជាឆ្អឹងខ្នងបាទហើយនឹងឆ្អឹងកបាទនៅពេលដែលយើងមានបញ្ហាគឺមិនថាលើករបស់ធ្ងន់ឬក៏មិនថាមានវិធីសាស្ត្រនៃការស្ពឹកដៃស្ពឹកជើងបាទស្ពឹកចុះពីក្រោយពីលើចុះមកក្រោមពីត្រឹមចង្កេះបាទអញ្ចឹងធ្វើឲ្យជីវិតយើងនឹងរំខានបាទហើយបងប្អូនតែងតែជជែកបាទតែងតែស្វះស្វែងរកនៅវិជ្ជាបណ្ឌិតឯកទេសបាទអញ្ចឹងបញ្ហារឿងឆ្អឹងខ្នងនឹងគឺមានច្រើនប្រភេទបាទហើយធ្វើការវះកាត់ឬក៏ការពិភាក្សាជាមួយលោកវិជ្ជាបណ្ឌិតនឹងគឺមានច្រើនសន្ទុបផងដែរបាទដំបូងឡើយបើសិនជាបងប្អូនពុំបានដឹងថាតើយើងគួរទៅជួបលោកវិជ្ជាបណ្ឌិតមួយណាឯកទេសយ៉ាងដូចម្ដេចហើយប្រវត្តិការសិក្សារបស់គាត់នឹងកម្រិតណាហើយបទពិសោធន៍នឹងប៉ុន្មានឆ្នាំបាទគឺបងប្អូនតែងតែមានក្តីរំពឹងឲ្យតែឃើញមន្ទីរពេទ្យគឺបងប្អូនចេះតែព្យាយាមចូលទៅហើយព្យាយាមទៅរកបាទមិនដឹងថាតើដុកទ័រនឹងជាឯកទេសពិតប្រាកដឬក៏យ៉ាងម៉េចនោះទេបាទហើយដោយបងប្អូនបាទប្រជាពលរដ្ឋខ្មែរយើងបាទគឺពុំបានអាននៅប្រវត្តិលោកវិជ្ជាបណ្ឌិតឲ្យបានជាក់ច្បាស់នឹងទេបាទអ្វីដែលបងប្អូនមកអ្វីដែលបងប្អូនព្យាបាលឬក៏អ្វីដែលបងប្អូនសម្រេចចិត្តនោះគឺទៅតាមតែពាក្យសម្ដីរបស់អ្នកបកប្រែណែនាំតែប៉ុណ្ណោះបាទអញ្ចឹងអ្វីដែលខ្ញុំនឹងបង្ហាញអ្វីដែលខ្ញុំនឹងជម្រាបជូនបងប្អូននឹងគឺចង់ឲ្យបងប្អូនបាទចូលដល់លោកវិជ្ជាបណ្ឌិតដែលមានឯកទេសពិតប្រាកដបាទដូចជាឆ្អឹងហ្នឹងគឺយើងមានសាខាជាច្រើនបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំមិនបាននិយាយអំពីបញ្ហាផ្សេងៗហ្នឹងទេគឺចង់ជម្រាបបងប្អូនអំពីបញ្ហាឆ្អឹងខ្នងតែប៉ុណ្ណោះបាទអញ្ចឹងលោកវិជ្ជាបណ្ឌិតហ្នឹងគឺមានពីរស្ទាប់ដូចជាខ្ញុំបានជម្រាបឲ្យបងប្អូនបាទស្ទាប់ទី1គឺគេហៅថា General Orthopedic បាទន័យថាគឺវិជ្ជាបណ្ឌិតទូទៅផ្នែកខាងឆ្អឹងតែម្ដងបាទនៅពេលដែលយើងមានបញ្ហា screening បាទចាប់សគ្រប់ជាមួយនឹងគាត់ហើយបាទមិនមែនជាឯកទេសរបស់គាត់គឺគាត់នឹងដាក់ទៅឯកទេសឆ្អឹងតែម្ដងបាទអញ្ចឹងឯកទេសឆ្អឹងខ្នងហ្នឹងគឺមិនមែនវិនិច្ឆ័យបានទៅតាមfeel យើងធម្មតានឹងទេឬក៏ភ្នែកយើងធម្មតានឹងទេបាទតលតែបងប្អូនមកជួបលោកវិជ្ជាបណ្ឌិតឯកទេសខាងហ្នឹងបាទគាត់អាចorder បាទគាត់អាចកំងបាទធ្វើជា CT scan ក្តីធ្វើជា MRI ក្តីបាទដើម្បីធ្វើសុភវិនិច្ឆ័យឲ្យបានត្រឹមត្រូវជាមួយនឹងជំងឺរបស់យើងបាទរួចហើយបាទការព្យាបាលហ្នឹងគឺទៅតាម level នៃការឈឺបាទអាចប្រើថ្នាំឬក៏អាចចាក់ថ្នាំបាទជំរឿសចុងក្រោយគឺអាចធ្វើការវះកាត់បាទឬក៏អាចហូបថ្នាំបាទអាចចាក់ថ្នាំឬក៏អាចធ្វើការលំហាត់ប្រាណបាទឬក៏អ្វីដែលដំណាក់កាលចុងក្រោយបាទអញ្ចឹងលោកវិជ្ជាបណ្ឌិតគឺនឹងណែនាំយើងឲ្យធ្វើការវះកាត់បាទអានឹងគឺជាបទពិសោធន៍បាទហើយក៏ជាជំរឿសដែលខ្ញុំធ្លាប់បានជួបជាមួយនឹងលោកវិជ្ជាបណ្ឌិតជាច្រើនផងដែរបាទនៅក្នុងការធ្វើការរវាងខ្ញុំជាមួយនឹងលោកវិជ្ជាបណ្ឌិតបាទអញ្ចឹងបន្តទៅទៀតគឺខ្ញុំនឹងឲ្យជជែកគ្នាអំពីបញ្ហាឆ្អឹងនឹងបាទគឺខ្ញុំសូមបញ្ចប់បាទសូមអរគុណ